Ngàyនេះខ្ញុំមកមើលកេសដែលយាយរបស់ខ្ញុំគាត់បានបន្សល់ទុកឲ្យគាត់បានចែកឋានទៅហើយប៉ុន្តែកេសមួយនេះគឺជាកេសដាក់គ្រាប់ពីសម័យមុនហើយបើតាមដឹងចាស់ពីដើមគាត់ច្រើនតែដាក់មាសដាក់ថវិកាឬក៏ទ្រព្យសម្បត្តិមួយចំនួននៅក្នុងកេសនេះអញ្ចឹងខ្ញុំក៏ឃើញនៅក្លៀតអញ្ចាំងហើយដោយសារវាចាស់ដែរហើយអញ្ចឹងសាកយកវាមកមើលអញ្ចឹងណាចង់ដឹងថាក្នុងនឹងគាត់បានទុកអីខ្លះហើយសង្ឃឹមថានឹងមានរបស់ល្អអញ្ចឹងយើងមក review កេសទាំងអស់គ្នាថាក្នុងកេសគ្រាប់ហ្នឹងគាត់បានទុកអីខ្លះបាទកេសហ្នឹងគឺជាកេសបាទពីសម័យសល់ពីសង្គមហើយគាត់មានបញ្ជន90ហើយប៉ុន្តែគាត់បានចែកឋានបាត់ទៅហើយអ្វីដែលនៅសល់ហ្នឹងគឺកេសគ្រាប់មួយហ្នឹងហើយគាត់បានប្រាប់ខ្ញុំដែរថានៅក្នុងហ្នឹងមានដាក់អីណាតែគ្រាន់តែបើតាខ្ញុំគិតប្រហែលជាមានលុយឬជាមាសតែគាត់បានលាក់ទុកនៅក្នុងហ្នឹងអញ្ចឹងយើងធ្វើការសម្អាតវាបន្តិចដើម្បីបើកកេសនេះមើលថាវាមានអីខ្លះហើយបាទគឺមាននៅក្នុងកេសហ្នឹងគឺមានពែងអាកោហើយមានកេសមួយក្នុងហ្នឹងទៀតមានឡាំងណាមានប្រអប់ដែកក្នុងហ្នឹងទៀតតែប្រអប់ដែកហ្នឹងគឺជាប្រអប់ដែកនំការ៉េណាខាងកូរ៉េមិនដឹងថាគាត់បានមកពីណាទេខ្ញុំអត់ដឹងដែរព្រោះថាខ្ញុំអត់ដឹងថាគាត់បានមកពីណាទេតែជាប្រភេទនំកូរ៉េហើយជារួមទៅហើយនៅក្នុងកេសនំការ៉េហ្នឹងមិនដឹងគាត់ដាក់អីទេព្រោះថានៅក្នុងឡាំងហ្នឹងគឺមានតែកេសហ្នឹងហើយនឹងយើងមកមើលទាំងអស់គ្នាហ្នឹងហើយបងប្អូននេះគឺនឹងមានប្រអប់នេះបងប្អូនអូយសិតតែលុយបងប្អូនវ៉ាវបងប្អូនគឺសិតតែលុយតែម្ដងបងប្អូនបើតាមមើលលុយហ្នឹងបងប្អូនបាទលុយអលុយពីដើមបងប្អូនលុយពីដើមទេបងប្អូនមិនមែនលុយយើងទេលុយសម័យមុនបងប្អូនបាទលុយ100រៀលជំនាន់មុនហ្នឹងមានគោបាក់ជើងបាទស្អីទូក្អមអីហ្នឹងហើយវាសិតជាលុយបងប្អូនលុយពីសម័យមុនដែលគាត់បានសន្សំទុកព្រោះថាគាត់ឆ្លងកាត់សម័យកាលច្រើនដែរសម័យកាលសង្គ្រាមសម័យកាលជាច្រើនដែលគាត់បានឆ្លងកាត់ហ្នឹងអញ្ចឹងបាច់ជាលុយហ្នឹងគាត់បានសន្សំទុកនោះវាគេលែងចាយទៅហើយកាលពីសម័យគាត់នោះឮថាមាសមួយជីហ្នឹងដូចជា300ទេមួយជី300មួយជី500អីហ្នឹងទេអត់ថ្លៃទេតែគ្រាន់តែលុយដែលគាត់ទុកនេះគឺមានចំនួនច្រើនបងប្អូនខ្ញុំអត់បានរាប់ចំនួនឲ្យទេប៉ុន្តែច្រើនបើការទិញមាសកាលនោះនឹងបានប្រមាណតលឹងទេបងប្អូនហើយប៉ុន្តែគាត់ទុកចោល